nó con thì tôi cho mới là cái đam bọt cái đam đôn đi tôi làng lơ tầm đầu tiên muối ngon uống đi cạch máu bọt muồm thịt máu cù cự làng lơ anh tôi thôn cái này cà phê thầu thầu thực chí mai ơi làm mà chụp ấy lợn cua lắm không chặt rồi nó lấy con tôi នៅក្នុងប្រទេសកូរ៉េមានបច្ចេកទេសដាំពេញប៉ោះផ្សេងៗគ្នាបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលបច្ចេកទេសដាំថ្មីមួយដែលខ្ញុំគិតថាបងប្អូនមិនធ្លាប់ឃើញសូម្បីតែខ្ញុំមកប្រទេសកូរ៉េ 3 ឆ្នាំក៏មិនធ្លាប់ឃើញដែរពីបច្ចេកទេសដាំបែបហ្នឹងអញ្ចឹងមុនពេលឈានទៅដល់ការដាំបងប្អូនមកទស្សនាពីបច្ចេកទេសនៃការបដោះកូនទាំងអស់គ្នាបងប្អូនកូនពេញប៉ោះប្រភេទនេះគឺគេបដោះនៅលើស្នោហើយនៅក្នុងរុនស្នោនីមួយៗហ្នឹងមានលក្ខណៈដូចជាសកៃដូងចឹងបងប្អូនវារៀងសម្លៃដូចសម្លៃអញ្ចឹងហើយដាក់មកគ្រាប់តាមហ្នឹងអញ្ចឹងទៅហើយបានគេដាក់ដីនៅពីលើដីហ្នឹងជាប្រភេទដីរៀងស្រាលទេហើយមានជាតិជីនៅលើហ្នឹងវារៀងស្រាលដូចជាស្នោអញ្ចឹងបងប្អូនហើយបន្ទាប់ពីយើងបដោះបាន10ថ្ងៃគឺកូនបានប៉ុណ្ណឹងបងប្អូនពេលបានប៉ុណ្ណឹងហើយបានយើងចាប់ផ្ដើមរៀបចំកន្លែងដាំហើយបញ្ជាក់បងប្អូនថាកូនហ្នឹងបដោះ10ថ្ងៃហ្នឹងគឺគេអត់ឲ្យត្រូវពន្លឺថ្ងៃទេដើម្បីកុំឲ្យដើមនឹងវារឹងពិបាកដាំអញ្ចឹងទៅព្រោះបងប្អូនឃើញហើយការដាំរបស់គេហ្នឹងគឺដាំលក្ខណៈបត់គល់ឡើងលើហើយកូនគេបដោះបាន10ថ្ងៃហ្នឹងបងប្អូន8ថ្ងៃដំបូងហ្នឹងគឺគេអត់ឲ្យត្រូវពន្លឺថ្ងៃទេគេឲ្យត្រូវពន្លឺថ្ងៃរយៈពេល2ថ្ងៃចុងក្រោយហ្នឹងដើម្បីឲ្យស្លឹកហ្នឹងវាមានលក្ខណៈខៀវវាអត់ពណ៌លឿងបងប្អូនវាមានរស្មីសំយោគគ្រប់គ្រាន់អញ្ចឹងទៅដើម្បីឲ្យដើមលូតលាស់ហើយបន្ទាប់ពីយើងដល់ថ្ងៃដែលត្រូវដាំហើយគឺបងប្អូនឃើញហើយគេដាំបែបហ្នឹងបងប្អូនការរៀបចំធ្នើរបស់គេហ្នឹងគឺអត់ចោលទេអាសកៃដូងហ្នឹងគឺទោះបីជាដាក់ដាំលើស្នោមែនប៉ុន្តែគេឲ្យវាដុះនៅលើសកៃដូងនៅពេលដែលវាធំចាប់ឬទៅគេចាប់ផ្ដើមដកអាស្នោគេចាប់ផ្ដើមដកអាពណ៌ខ្មៅខាងក្រោមហ្នឹងបងប្អូនហើយរៀបចំស្នោហ្នឹងយកមកដាក់នៅលើសកៃដូងហ្នឹងទៅឲ្យវាចាប់ឬហើយហេតុអ្វីបានជាគេដាំបែបហ្នឹងអ្វីដែលខ្ញុំធ្លាប់សិក្សាកន្លងមកហើយខ្ញុំឆែកមើលក្នុងអ៊ីនធឺណិតផងហើយសួរនឹងតកែនឹងផងអញ្ចឹងទៅគាត់ប្រាប់ខ្ញុំលម្អិតថាការដាំបែបនេះវាជំនួសឲ្យការកាត់តនៅពេលដែលយើងដាំបែបហ្នឹងបងប្អូនឃើញហើយដើមរបស់វាទាំងមូលហ្នឹងមួយកណាត់ដែលយើងបត់ចូលទៅក្រោមហ្នឹងវានឹងដុះឫសតាមហ្នឹងបងប្អូនឥឡូវខ្ញុំឲ្យបងប្អូនទស្សនារូបភាពមួយនេះបងប្អូនរូបភាពទី1នេះគេបង្ហាញអំពីការដាំធម្មតាហើយនឹងរូបភាពទី2នេះវាប្រៀបដូចជាការដាំបត់អញ្ចឹងដែរនៅពេលដែលវាដុះឫសពីដើមអញ្ចឹងទៅ